Al Jazeera breaking news Israeli raid on Qalandia wounds at least 51 Palestinians Governorate says อภิบาลกรุงเยรูซาเล็มនិយាយថាអ៊ីស្រាអែលបានវាយឆ្មក់លើជំរំ Qalandia ដែលបណ្ដាលឲ្យរងរបួសជនជាតិប៉ាឡេស្ទីនយ៉ាងតិច51នាក់ At least 51 Palestinians has been wounded and 70 detained during Israel's large-scale military operation in Qalandia refugees camp យ៉ាងតិចជនជាតិប៉ាឡេស្ទីន51នាក់ដែលត្រូវបានរងរបួសហើយ70នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការយោធាអ៊ីស្រាអែលយ៉ាងធំលើជំរំជនភៀសខ្លួន Qalandia Now occupies East Jerusalem according to the Jerusalem's governorate យោងទៅតាមអភិបាលក្រុងយេរូសាឡិមនិយាយថាភាគខាងជើងត្រូវបានកាន់កាប់នៃទីក្រុងយេរូសាឡិមភាគខាងកើត The raid enters its second day on Thursday ការវាយឆ្មក់ចូលដល់ថ្ងៃទី2ហើយនៅថ្ងៃប្រហោះនេះ with Israel force continues operation across the camp ទាហានអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការកាន់កាប់ជំរំ Qalandia បាទសូមអរគុណ